របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក ឬហៅថា UNODC បង្ហាញថាប្រជាជននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់ចន្លោះពី88ដល់$114,000,000,000ដោយសារការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬស្គាល់ថា Online Scam ក្នុងឆ្នាំ2025 របាយការណ៍នេះក៏បង្ហាញថាអាស៊ីអាគ្នេយ៍នៅតែជាមជ្ឈមណ្ឌលនៃប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដ៏ធំបំផុតនៅលើពិភពលោក ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្ដូរពីអាជីវកម្មល្បែងអនឡាញខុសច្បាប់ទៅជាបណ្ដាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានការរៀបចំយ៉ាងស្មុគស្មាញ ហើយភូមានៅកម្ពុជាក៏ត្រូវបានគេចាត់ទុកថាជាទីតាំងបណ្ដាញឆបោកដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ UNODC និយាយថាបណ្ដាញទាំងនេះប្រៀបដូចជាដំណើរការនៃក្រុមហ៊ុនធំមួយដែលមានសាខាជាបណ្ដាញតភ្ជាប់គ្នារវាងគ្នាពួកគេអាចធ្វើសកម្មភាពជាច្រើនក្នុងពេលតែមួយដូចជាជួញដូរមនុស្សបោកប្រាស់វិនិយោគលាងលុយនិងប្រើបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិតឬស្គាល់ថា AI គ្រីបតូនិងកម្មវិធីផ្ញើសារដែលមានការ encrypt ដើម្បីគេចចេញពីការតាមដានរបស់អាជ្ញាធរគេក៏រកឃើញផងដែរថាមានប្រជាជនមកពីបណ្ដាប្រទេសជាង80ប្រទេសទូទាំងសកលលោកត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការឆបោកនៅអាស៊ីអាគ្នេយ៍សម្រាប់កម្ពុជារបាយការណ៍នេះលើកឡើងពីក្រុងព្រះសីហនុថាជាតំបន់មួយដែលបណ្ដាញឧក្រិដ្ឋកម្មបានបង្កប់សកម្មភាពខុសច្បាប់ជាមួយនឹងអាជីវកម្មស្របច្បាប់មួយចំនួនទោះបីជាប្រទេសជាច្រើនដែលរួមទាំងកម្ពុជាផងនោះកំពុងតែបង្កើនការបង្ក្រាបក៏ដោយក៏ UNODC បញ្ជាក់ថាបណ្ដាញទាំងនេះមិនបានបាត់បង់នោះទេប៉ុន្តែគ្រាន់តែផ្លាស់ទីទៅកន្លែងផ្សេងៗ UNODC អំពាវនាវឲ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនការពារជនរងគ្រោះពីការជួញដូរមនុស្សនិងសហការឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មទាំងនេះយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថាប្រជាជនកម្ពុជាក៏បាត់បង់ប្រាក់ជាង$45,000,000ក្នុងឆ្នាំ2025ដោយសារអំពើឆបោកតាមអ៊ីនធឺណិតអាជ្ញាធរអាចយកប្រាក់មកវិញបានតិចជាង$20,000,000ប៉ុណ្ណោះសារព័ត៌មានកម្ពុជាក៏បានតាក់ទងទៅលោកទូចសុខៈអ្នកនាំពាក្យក្រសួងមហាផ្ទៃដើម្បីសុំការឆ្លើយតបនឹងករណីនេះផងដែរប៉ុន្តែមិនទទួលបានការឆ្លើយតបភ្លាមៗឡើយ